បាទបងប្អូនបន្ទាប់ពីគេគម្រាមដដែលឥឡូវនេះថៃគេនឹងបិទព្រំដែនកម្ពុជាថៃហើយបងប្អូនប៉ុន្តែការដែលបិទនេះគឺថៃគម្រាមយើងគេគិតថាគេមានឥទ្ធិពលជាប្រទេសមួយដែលប្រទេសសេដ្ឋកិច្ចធំមានឥទ្ធិពលក្នុងតំបន់បើកាលណាគេបិទខ្មែរយើងនេះអាចនឹងដាច់ពោះស្លាប់ដោយសារតែអត់ផលិតផលរបស់គេញ៉ាំអញ្ចឹងណាបងប្អូនប៉ុន្តែថៃច្រឡំធំហើយអ្នកដែលខាតធំគឺថៃទៅវិញទេដែលខាតធំនោះព្រោះសប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាមានទំហំសេដ្ឋកិច្ចនាំចេញទៅប្រទេសថៃត្រឹមតែ$800 លានតែប៉ុណ្ណោះក្នុងមួយឆ្នាំប៉ុន្តែសម្រាប់ថៃវិញទំហំសេដ្ឋកិច្ចរបស់ថៃដែលនាំចូលមកប្រទេសកម្ពុជាគឺមានទំហំដល់$3000 លានសហរដ្ឋអាមេរិកបងប្អូនហើយថៃគិតថាបើសិនណាជាថៃបិទច្រកព្រំដែនសេដ្ឋកិច្ចខ្មែរនឹងចាប់យើងប៉ុន្តែមិនមែនទេបងប្អូនណាឥឡូវនេះអត់ទំនិញថៃយើងក៏មិនដាច់ពោះស្លាប់ដែរបងប្អូនព្រោះយើងនៅមានសម្ព័ន្ធមិត្តដូចជាប្រទេសវៀតណាមប្រទេសចិនជាពិសេសគឺប្រទេសចិនផលិតផលរបស់ចិនសម្បូរបែបខ្លាំងណាស់បងប្អូនអញ្ចឹងយើងបំវាយផលិតផលយើងឈប់ប្រើប្រាស់ផលិតផលរបស់ថៃបងប្អូនណាឈប់ប្រើប្រាស់ផលិតផលរបស់ថៃហើយយើងនាំគ្នាមកប្រើផលិតផលរបស់ចិនឬមួយរបស់ផលិតដែលផលិតបានក្នុងស្រុករបស់យើងវិញបងប្អូនណាហ្នឹងហើយអញ្ចឹងគ្រប់គ្រងផលិតផលរបស់ខ្មែរលុបបំបត្តិផលិតផលរបស់ថៃនៅក្នុងស្រុកខ្មែរហើយទំនិញទាំងឡាយដែលយើងផលិតអត់បានគឺយើងប្រើរបស់ចិនវិញបងប្អូនណាគឺនាំចូលពីប្រទេសចិនវិញហើយឃើញថាគេបណ្ដេញពលកររបស់យើងចេញពីប្រទេសគេក្នុងនាមខ្ញុំក៏ធ្លាប់ជាពលកររបស់ថៃដែរបងប្អូនណាខ្ញុំពលករថៃគឺឆ្នាំ1999រហូតដល់ឆ្នាំ2000បងប្អូន2001ហ្នឹងហើយគឺវេទនាណាបងប្អូនអើយទៅធ្វើការនៅថៃនេះណាវាចង់ឲ្យលុយយើងក៏ឲ្យវាមិនឲ្យលុយយើងក៏អត់វាបោកខ្ញុំនេះអស់ច្រើនណាស់បងប្អូនខ្ញុំគ្មានលុយមកស្រុកវិញទេហើយឃើញគេបណ្ដេញពលករខ្មែរយើងចេញមកអញ្ចឹងក៏មួយយ៉ាងដែរបងប្អូនណាពលករខ្មែររបស់យើងវិលមកស្រុកកំណើតវិញកាន់អាវុធពុតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងចោរឈ្លានពានទាំងអស់គ្នាបងប្អូនហ្នឹងហើយស្រុកខ្មែរយើងឥឡូវនេះមិនមែនដូចឆ្នាំ99ឆ្នាំ2000 2001កាលខ្ញុំទៅធ្វើពលករនៅស្រុកថៃនោះទេស្រុកខ្មែរឥឡូវនេះគឺសម្បូរការងារធ្វើណាបងប្អូនធ្វើតែកម្មករសំណង់ក៏បានមួយថ្ងៃ$10ទៅ50000ដែរបងប្អូនណាហ្នឹងហើយសូមផ្ដាំផ្ញើដល់បងប្អូនដែលធ្វើពលករនៅថៃបងប្អូនកុំអន់សពន់ចិត្តយើងមកស្រុកខ្មែរវិញយើងមករស់នៅស្រុកខ្មែរយើងវិញយើងមករស់ស៊ីនៅស្រុកខ្មែរយើងវិញព្រោះឯការងារសម្បូរណាស់បងប្អូនអើយស្រុកខ្មែរយើងឥឡូវមិនដូចមុនទេប្រទេសយើងរីកចម្រើនសេដ្ឋកិច្ចរីកចម្រើនការងាររីកដុះដាលដូចផ្សិតអញ្ចឹងបងប្អូនណាហ្នឹងហើយអរគុណច្រើនសម្រាប់វីដេអូមួយនេះ